មែនថាបងខ្ញុំឆ្ងល់ថាយើងអ្នករស់ស៊ីដូចគ្នាតាមពិតគ្រាន់តែអាហារមួយថ្ងៃ3ពេលដើម្បីកាពះដើម្បីជីវភាពសោះហេតុអីត្រូវចាំបំផ្លាញគ្នាត្រូវឃើញគេធ្វើបានល្អចាំបាច់ត្រូវចំណែនបើយើងឃើញគេធ្វើបានល្អហេតុអីយើងមិនប្រឹងទៅបញ្ចេញសមត្ថភាពបង្ហាញអាភាពខ្លាំងខ្លួនឯងណាហេតុអីចាំបាច់ដេករងចាំមើលគេមើលអំពីលទ្ធផលគេហើយអត់សប្បាយចិត្តខ្លួនឯងរកវិធីបំផ្លាញគេសម្រាប់ខ្ញុំជួបអារឿងហ្នឹងមកលើខ្លួនឯងនេះខ្ញុំហួសចិត្តហ្មងនឹកស្មានអត់ដល់ថាសង្គមនេះគួរឲ្យខ្លាចហ្មងគ្រាន់តែរស់ស៊ីបើធ្វើបានល្អគេចំណែនគេស្អប់បើធ្វើមិនបានល្អយើងបរាជ័យនៅក្នុងជីវិតគេសើចចំអកអញ្ចឹងអឺគួរឲ្យខ្លាចហ្មងខ្ញុំនិយាយត្រង់ហ្មងពេលដែលជួបរឿងហ្នឹងមកលើខ្លួនឯងខ្ញុំមានអារម្មណ៍ថាហួសចិត្តហ្មងទើបដឹងខ្លួនឯងថាដើរផ្លូវមួយហ្នឹង